បាទជំរាបសួរទាំងអស់គ្នានេះគឺខ្ញុំបង្ហាញពីរបៀបក្នុងការបដូរពី max នេះដែលសូជា decimal number អញ្ចឹងទៅជា percentage វិញអញ្ចឹងដែលយើងអាចបដូរបានគឺយើងចូលមកខាងក្នុង file ហើយបន្តមកទៀតយើងចូលខាងក្នុង option នៅខាងក្រោមនេះហើយបន្តមកទៀតគឺយើងចូលខាងក្នុង schedule អញ្ចឹងអ្នកទាំងអស់គ្នាអាចបដូរពី show schedule message នេះយើងបដូរពី decimal ទៅ percentage វិញបានន័យថា show assignment unit as a percentage បន្តមកទៀតយើង click OK អញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញតើតើជាមួយនឹងទិន្នន័យនៅលើ max នេះជា percentage 100%អញ្ចឹង percentage 100%នេះគឺសំដៅថាគឺទៅលើចំនួនមនុស្សនឹងម្នាក់ព្រោះដោយសារតែ max នេះគឺវា apply បានទៅនៅលើតែ work result ទេហើយតើតើជាមួយនឹងresult ផ្សេងទៀតគឺអត់មាន show ទេអ្នកឃើញនៅលើ material ហើយនឹង cost គឺអត់មាន show ទេគឺ show តែនៅលើ work result ទេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណ